បាទថ្ងៃនេះមានស្នេហ៍មួយមេផ្ញើហើយជូនបងប្អូននេះគេហៅមេទី1នៅក្នុងសៀវភៅខាងកម្ពុជាក្រមស្នេហ៍មហាស្រណោះនឹងឲ្យសូត្រដូចដាក់នៅក្នុងនេះឲ្យច្រាបហ្នឹងពុទ្ធធាំងសម្រាប់ធម្មាំងសម្រាប់សង្ឃាំងសម្រាប់នឹងឲ្យព្រះនេតឧមៈមៈព្រះនេតមហាព្រះនេតចែងចាំងសារពើនេតសារពើព្រះនេតហ្នឹងហើយឧមៈមៈបញ្ចុះសារិកាឈ្មោះអីចឹងណាមានឈ្មោះអ្នកណាគេអីចឹងទៅហើយអញអើយអាហ្នឹងអញអើយហ្នឹងអញហើយហ្នឹងបាទហើយមានម្ដងទៀតឲ្យទៅពុទ្ធធាំងសម្រាប់ធម្មាំងសម្រាប់សង្ឃាំងសម្រាប់ឧមៈមៈព្រះនេតមហាព្រះនេតចែងចាំងសារពើព្រះនេតឧមៈមៈបញ្ចុះសារិកាឈ្មោះអីគេចឹងណាមកកមកខអីចឹងអញជើអញហើយចឹងទៅហ្នឹងហើយរបៀបប្រើផ្សេងខ្ញុំបានដាក់នៅខាងចុងវីដេអូហ្នឹងហើយសូត្រទៅតាមនឹងចុះហើយខ្ញុំធ្វើវីដេអូថ្ងៃនេះ live ផងធ្វើវីដេអូផងឥឡូវហ្នឹងសូត្រម្ដងទៀតពុទ្ធធាំងសម្រាប់ធម្មាំងសម្រាប់សង្ឃាំងសម្រាប់អាហ្នឹងយើងសូត្រឲ្យ3ចប់ហើយយើងប្រើរបៀបប្រើខ្ញុំដាក់នៅហ្នឹងថារបៀបប្រើផ្លុំបញ្ចុះក្រមួនស្នេហ៍ឬតន្លាប់ស្នេហ៍ឬប្រេងម្សៅឲ្យគេស្រណោះឲ្យនឹកមកយើងសម្រាប់ស្រើបយ៉ាងនិយាយថានឹកភ្នួចដួចផ្ដើមនឹកចេះនិយាយថាមិនត្រូវហើយចេះតែនឹកមីអញ្ចឹងណាហ្នឹងហើយដល់នេះចូលដល់ឡើងទី2ចូលដល់មេបន្តដែរទេណាឧមៈព្រះនេតមហាព្រះនេតចែងចាំងសារពើព្រះនេតឧមៈមៈបញ្ចុះសារិកាឈ្មោះអីចឹងទៅហើយដល់ចុងក្រោយឲ្យវាមកអញហើយចឹងទៅបាទអញ្ចឹងហើយក្នុងន័យនេះហើយមើលទៅតាមអត្ថន័យចឹងចុះទៀតហើយសូមអ្នកខ្លះគាត់ស្ដាប់តាក្បាលដំបូងអត់នេះគាត់រំលងហួសហើយអញ្ចឹងសូមឲ្យពាក្យសំខាន់ច្រើនទៅនៅចុងក្រោយខ្ញុំឡាយក៏ដោយអីក៏ដោយទៀតណាបាទហើយក៏ជម្រាបសួរទៅដល់បងប្អូនដែលអ្នកចង់បានបល័យស្នេហ៍នេះផងហ្នឹងហើយស្នេហ៍នេះធ្វើសម្រាប់ធ្វើរកស៊ីអីបានទាំងអស់ទៀតណាហ្នឹងហើយវាប្រើចុះប្រេងម្សៅនឹងនឹកលឹកមកយើងឲ្យគេនឹកស្រើបមកយើងហើយធ្វើឲ្យគេដាក់ឈ្មោះគេបើយើងធ្វើខ្លួនឯងហៅថាអញហ្នឹងកុំភ្លេចត្រង់ហ្នឹងអញ្ចឹងរបៀបប្រើវាសំខាន់នៅលើតិចនិចប្រើហ្នឹងហើយបើយើងអត់ដឹងតិចនិចប្រើពិបាកដែរហើយសូត្រ3ចប់ដាក់នៅហ្នឹងហើយវាប្រើនិយាយម្ដងទៀតមើលនៅក្នុងហ្នឹងចុះទៀតនៃក្បួននេះមកពីខាងកម្ពុជាក្រមបុរាណខ្មែរយើងសុទ្ធណាបាទក្បួនបុរាណហើយចង់ចែកម្លែកឲ្យបងប្អូនលោករៀនយកទៅប្រើការឲ្យមានប្រសិទ្ធភាពខ្ពស់ហ្នឹងហើយតែងតែមានអ្នកសុំមិនឈប់បោះស្នេហ៍ក៏វាសំខាន់ដែរទៀតសម្រាប់ទុនចិត្តដាក់អាណិតរោស៊ីអីជាដើមហ្នឹងឲ្យវាមានឲ្យមានទំនៀមតាក់ទាញណាតាក់ទាញភ្ញៀវតាក់ទាញគេឆ្លាញ់ស្មើប្តីប្រពន្ធស្អីក៏ដោយប្រើបានទាំងអស់បល័យស្នេហ៍មួយនេះហ្នឹងហើយឧមៈព្រះនេតមហាព្រះនេតចែងចាំងនេះសារពើ
ព្រះនេតមៈមៈឧមៈមៈបញ្ចុះសារិកាអញ្ចឹងទៅហើយឈ្មោះអីអញ្ញើអញ្ចឹងទៅបើដូចខ្ញុំប្រាប់ជំរាបខាងដើមអញ្ចឹងថារបៀបប្រើវានៅសរសេរហ្នឹងហើយប៉ុន្តែប្រាប់ទៀតកាលូអ្នកខ្លះគាត់មើលមិនដឹងរបៀបប្រើផ្លុំបញ្ចុះនៅកមួនស្នេហ៍ឬដន្លាប់ស្នេហ៍អីជាដើមប្រេងម្សៅឲ្យគេស្រណោះនឹកមកយើងជារឿយណាស្រើបហ្នឹងគេហៅរឿយហ្នឹងហើយមកយើងបើយើងឲ្យធ្វើបើធ្វើឲ្យគេដាក់ឈ្មោះគេបើយើងធ្វើខ្លួនឯងដាក់ឈ្មោះថាអញហៅថាអញអញ្ចឹងណាអញ្ចឹងហើយបាលីនេះមានមួយមេនេះគេហៅមេទី1មានប៉ុណ្ណឹងហើយមានមេវាទី2ទៀតបាទមានវគ្គទី2ទៀតមេហ្នឹងហើយមេទី2ហ្នឹងវាភ្ជាប់គ្នាទៀតណាភ្ជាប់គ្នាវានៅស្លឹក150លេខ150ហ្នឹងហើយនេះដាក់ថាស្នេហ៍មហាសំណោះដូចគ្នាប៉ុន្តែឈ្មោះដូចគ្នាតែពាក្យពេចន៍វាខុសគ្នាពីព្រោះអីខ្ញុំចង់ជំរាបថាវាប្រើខុសគ្នាអត្ថន័យវាខុសគ្នាច្រើននេះឧមៈស្នេហ៍មហាសំណោះនេះឧមៈទី2នេះនិយាយចេះជាប់មាត់ទៀតហើយជាប់មាត់ឲ្យសុំអធិស្ឋានផងកុំថាអីថាវ៉ាន់អីទៀតណាហ្នឹងហើយឧមៈសិទ្ធិស្វាហាយៈគុណមើលទៅភ័ក្រអញភ្លឺដូចកញ្ចក់គុណមើលទៅសក់អញរលោងដូចប្រេងចូលចិត្តអញទាំងចាស់ចូលអញទាំងក្មេងចូលអញទាំងក្រមុំចូលអញចូលចិត្តទាំងកំឡោះចូលចិត្តទាំងអស់ឧមៈមៈសិទ្ធិស្វាហាយៈហ្នឹងហើយអញ្ចឹងយើងវែងបន្តិចដែរពីមេហ្នឹងអញ្ចឹងបន្ថែមនៅលើមេហ្នឹងទៀតមេនេះវាខ្ញុំអូសវីដេអូវែងដែរអញ្ចឹងហើយអញ្ចឹងសូមបញ្ជាក់ប៉ុណ្ណឹងហើយរបៀបប្រើផ្លុំដូចគ្នាបាទវាប្រើមេ2នេះឧមៈសិទ្ធិឧមៈមៈសិទ្ធិស្វាហាយៈគុណមើលទៅភ័ក្រអញភ្លឺដូចកញ្ចក់គុណមើលទៅសក់អញរលោងដូចប្រេងចូលចិត្តអញទាំងចាស់ទាំងក្មេងចូលទាំងក្មេងចូលអញទាំងក្រមុំចូលចិត្តទាំងកំឡោះចូលចិត្តទាំងអស់ឧមៈសិទ្ធិស្វាហាយៈនឹងហើយនេះវិធីប្រើវានៅនេះហ្នឹងហើយអញ្ចឹងអត់មានអីច្រើនតទៀតទេហ្នឹងហើយសូត្រចេះច្រឡំចេះជាប់មាត់អ្នកខ្លះគេប្រកាន់ខ្ញុំបាទហ្នឹងថាចេះចុះប៉ុន្តែហើយពិនិត្យតាមហ្នឹងទៀតខ្ញុំមានដាក់អក្សរឲ្យហើយខ្លះក៏ថតហ្នឹងហើយចុងក្រោយនេះបើសិនជាបងប្អូនចង់បានសិភៅអាគមប្រជុំមុនស្នេហ៍នេះហើយអាចចូលលេខខ្ញុំបាទនៅក្នុង Telegram ទាំងពីរខ្សែណាមាន088 3245 6 ដើម096 51 63 866ហ្នឹងហើយសូមបញ្ជាក់ថាអស់លោកណាត្រូវយកចក្រវាលមួយ
ឬក៏ចង់យកទាំងពីរទៀតណាហ្នឹងសូមបញ្ជាក់ផងហើយពោមួយវាពោចក្រវាលមានគ្រប់សពដែរមានទុះទាយបដោតសំខាន់ហើយទី2ហើយសភៅគុំប្រជុំមុនស្នេហ៍របស់លោកគ្រូខាងកម្ពុជាក្រមឥឡូវស្ថិតនៅក្នុងដៃខ្ញុំបានកំពុងតែធ្វើវីដេអូនេះហើយកំពុងតែបញ្យល់ហ្នឹងបើសិនជាអស់លោកអ្នកចង់បានអាចនឹងចូល Telegram លេខទាំងពីរមកទៀតណាដើម្បីខ្ញុំរៀបចំដាក់ដើម្បីដាក់ទីតាំងដាក់អីមកចំណុកខ្ញុំរៀបចំផ្ញើជូនបើសិនជាអាចបើសិនជាត្រូវយកសិបជាវសភៅទៅប្រើជាវទាំងពីរក្បាលក៏បានជាវទាំងតែមួយក្បាលខាងរបស់កម្ពុជាក្រមហ្នឹងក៏បានដែរហើយរៀនតែពីរក្បាលនេះភៅចក្រវាលមួយខាងប្រជុំមុនមុនអាគមប្រជុំមុនស្នេហ៍ខាងកម្ពុជាក្រមនេះក៏បានដែរបាទពិសិដ្ឋតែមេខ្លាំងបាទមេបោះបរានយើងខ្លាំងណាស់ល្បីសរសើរពីដើមពីសង្គមហ្នឹងចឹងខ្ញុំឲ្យគាត់បានប្រមូលប្រម៉ែប្រមុំពូតផ្ដុំជាសិភៅមួយដើម្បីកុំឲ្យបាត់បង់នៅសិលសាស្ត្រឬអាគមគាថាស្នេហ៍អីទាំងអស់កុំឲ្យបាត់បង់ទៅឲ្យខ្ញុំឲ្យគាត់ប្រមូលរៀបចំហ្នឹងចឹងហើយយ៉ាងណាសូមតាក់ទងមកតាមលេខ Telegram ខ្ញុំបាទមកបាទខ្ញុំនឹងដាក់ផ្ញើជូនណាហើយប្រាប់តម្លៃអស់ហើយសភៅដូចតែគ្នាចក្រវាលហ្នឹងក៏មួយ$30 120000ដូចហើយសភៅខាងមុនអាគមមុនស្នេហ៍ក៏$30ដូចគ្នា